រកពេលដែលយើងអានព័ត៌មានឬទស្សនាឯកសារដែលនិយាយថា fossil dinosaur នេះឬផ្ទាំងថ្មនោះមានអាយុកាលរាប់សិបលានឆ្នាំយើងតែងតែឆ្ងល់ថាតើមាននរណានៅទីនោះដើម្បីរាប់ឆ្នាំទាំងនោះតាមពិតទៅអ្នកវិទ្យាសាស្ត្រមិនបានទាយស្មាននោះទេប៉ុន្តែពួកគេមានយន្តការដ៏អស្ចារ្យមួយដែលប្រៀបបាននឹងនាឡិកាដែលបង្កប់នៅក្នុងធម្មជាតិយោងតាមគេហទំព័រអប់រំភូមិសាស្ត្រ earth@home.org ទីសាស្ត្រចម្បងដែលគេប្រើដើម្បីដឹងពីអាយុកាលពិតប្រាកដគឺហៅថាការវាស់អាយុកាលតាមរយៈវិទ្យុសកម្មជាបឋមដើម្បីដឹងថាវត្ថុមួយចាស់ជាងវត្ថុមួយទៀតអ្នកវិទ្យាសាស្ត្រប្រើវិធីសាស្ត្រប្រៀបធៀបស្រទាប់ដីជាទូទៅស្រទាប់ដីឬថ្មដែលនៅខាងក្រោមជ្រៅគឺមានអាយុកាលចាស់ជាងស្រទាប់ដែលនៅខាងលើវិធីនេះជួយឲ្យគេដឹងពីលំដាប់លំដោយនៃព្រឹត្តិការណ៍តែមិនអាចប្រាប់ពីតួលេខឆ្នាំច្បាស់លាស់បានឡើយដើម្បីរកអាយុកាលជាតួលេខពិតប្រាកដទើបគេត្រូវពឹងផ្អែកលើការវិភាគសារធាតុគីមីនៅក្នុងផ្ទាំងថ្មឬ fossil នោះបើយោងតាមការចុះផ្សាយរបស់សព្វវចនាធិប្បាយ Britannica នៅក្នុងថ្មនិងសារធាតុរ៉ែភាគច្រើនមានផ្ទុកនៅអាតូមវិទ្យុសកម្មដែលមិនមានស្ថិរភាពតាំងពីពេលដែលវាទើបតែកកកើតយូរទៅអាតូមវិទ្យុសកម្មដើមទាំងនោះនឹងបំផ្លែងខ្លួនទៅជាអាតូមថ្មីមួយទៀតដែលមានស្ថិរភាពជាងមុនក្នុងល្បឿនថេរមួយដែលមិនប្រែប្រួលល្បឿនថេរនៃការបំផ្លែងខ្លួននេះហើយដែលដើរតួជានាឡិកាដ៏សុក្រិតបំផុតដោយសារតែអ្នកវិទ្យាសាស្ត្រដឹងពីល្បឿននៃការបំផ្លែងនេះពួកគេអាចគណនាអាយុកាលបានយ៉ាងច្បាស់ដោយគ្រាន់តែវាស់បរិមាណអាតូមដើមធៀបនឹងបរិមាណអាតូមថ្មីដែលទើបនឹងកើតឡើងសម្រាប់វត្ថុជាសារពាង្គកាយដែលមានអាយុត្រឹមខ្ទង់រាប់ម៉ឺនឆ្នាំគេតែងតែប្រើប្រាស់វិធីសាស្ត្រវាស់ជាតិកាបូន14ប៉ុន្តែសម្រាប់ fossil ឬផ្ទាំងថ្មដែលមានអាយុកាលរាប់លានឆ្នាំឬពាន់លានឆ្នាំគេត្រូវប្រើសារធាតុផ្សេងទៀតដែលមានដំណើរការបំផ្លែងយឺតជាងដូចជាការបំផ្លែងពីអ៊ុយរ៉ាញ៉ូមទៅជាសំណជាដើមស្ថាប័នភូមិសាស្ត្រអាមេរិក USGS បានបញ្ជាក់ថាតាមរយៈការបង្កើតឧបករណ៍វាស់ស្ទង់ដ៏ទំនើបហៅថា mass spectrometer នៅក្នុងទសវត្សរ៍ឆ្នាំ1900វាបានជួយឲ្យអ្នកវិទ្យាសាស្ត្រអាចវាស់កម្រិតអាតូមវិទ្យុសកម្មទាំងនេះបានយ៉ាងសុក្រិតបំផុតជាលទ្ធផលគឺបច្ចេកវិទ្យានេះហើយដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានយ៉ាងជឿជាក់ថាភពផែនដីយើងនេះមានអាយុកាលប្រមាណ 4.6 លានឆ្នាំសរុបមកការវាស់អាយុកាលរាប់លានឆ្នាំមិនមែនជារឿងទាយស្មាននោះទេប៉ុន្តែវាគឺជាការអានប្រវត្តិសាស្ត្រដែលធម្មជាតិបានកត់ត្រាទុកនៅក្នុងទម្រង់ជាអាតូមតូចៗយ៉ាងពិតប្រាកដ